ជាដំបូងក្រុមទី10យើងខ្ញុំសូមធ្វើការកំណត់ជម្រាបសួរទៅកាន់លោកគ្រូថាប់ថាឬដែលជាលោកគ្រូដឹកនាំក្នុងការធ្វើ project នេះនៅ Department វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកថ្ងៃនេះក្រុមទី10យើងខ្ញុំនឹងធ្វើការបកស្រាយអំពី project ដែលតាក់ទងទៅនឹង OrCAD ហើយចំពោះសមាជិកក្រុមទី10យើងខ្ញុំគឺមានចំនួន6រូបដូចជាហានវិសារចនាខុតមនីបញ្ញាងៀនសុលីតាប៉ុនសុធានីឈួនរស្មីនិងកុនផានីចំពោះការធ្វើ report អំពី OrCAD ដោយការធ្វើ report អំពី OrCAD នេះដែរគឺយើងមានជាមួយនឹងការណែនាំអំពី OrCAD ដោយ OrCAD គឺជាឧបករណ៍អេឡិចត្រូនិកម្យ៉ាងហើយដើម្បីទទួលបាន OrCAD គឺយើងត្រូវប្រើប្រាស់ binary input 2គឺ0ឬក៏1ដើម្បីបង្កើតបានទៅជា output 1ហើយចំពោះ output វានឹងស្មើ1ប្រសិនបើ1ក្នុងចំណោម input ទាំងពីរមានតម្លៃស្មើ1ឬក៏ស្មើ1ទាំងពីរហើយដែលយើងអាចតាំង A ហើយនិង B គឺជា input ហើយ F គឺជា output នៃ OrCAD ហើយចំពោះ OrCAD ក៏ត្រូវបានគេស្គាល់ថាវាគឺជា logical connective ឬក៏គេអាចហៅម្យ៉ាងបានទៀតថា distinction ហើយចំពោះ input នៃ OrCAD យើងមិនមែនអាចតាំងបានតែ1និង0ទេដោយជួនកាលគេអាចជ្រើសរើសតាម true និង false ដែល true មានតម្លៃស្មើនឹង1ហើយ false គឺស្មើនឹង0ហើយចំពោះនៅក្នុងតង់ចុងវិញគឺគេជ្រើសរើស high ហើយនិង low ដោយ high គឺមានស្មើនឹង1ហើយ low គឺស្មើនឹង0ហើយមួយទៀតចំពោះការបិទបើកកុងតាក់គឺយើងអាចប្រើប្រាស់ off ឬក៏ on ដែល off គឺមានតម្លៃស្មើនឹង0ហើយ on គឺស្មើនឹង1ដែលយើងអាចនិយាយបានជាភាសាខ្មែរថាគឺបិទបើកដោយបិទគឺស្មើនឹង0ហើយបើកគឺស្មើនឹង1ហើយចំពោះក្នុង sequence វិញក៏គេអាចប្រើប្រាស់ដូចគ្នាដែរគឺគេអាចជ្រើសរើសយក close ហើយនិង open ដោយ close មានតម្លៃស្មើនឹង1ហើយ open គឺមានតម្លៃស្មើនឹង0ចំពោះរូបខាងក្រោមនេះគឺជា OrCAD ដែលយើងអាចយកទិញបាននៅតាមទីផ្សារគឺជា OrCAD ដែលវាគឺជា IC ដែលយើងអាចទៅទិញតាមកន្លែងលក់អេឡិចត្រូនិកផ្សេងៗហើយចំពោះរូបនៅខាងឆ្វេងគឺជារូបដែលយើងអាចប្រាប់បានអំពីតើចំពោះ OrCAD គឺគេត្រូវដាក់ input នៅកន្លែងណាហើយកន្លែងណាដែលវាចេញជា output មកចំណែកឯរូបខាងក្រោមវិញគឺតាក់ទងជាមួយនឹង diagram នៃ OrCAD ដោយ diagram នៃ OrCAD នេះដែរគឺយើងអាចយកវាដើម្បីទៅប្រើប្រាស់តវានៅក្នុង Tinkercad នៅក្នុង Protos ហើយក៏យើងអាចប្រើប្រាស់វាតនៅអនុវត្តផ្ទាល់នៅលើ Breadboard ផងដែរដើម្បីឲ្យវាបង្កើតបានទៅជា OrCAD នៅលើ Breadboard មួយបើចំពោះនៅខាងក្រោមនេះវិញគឺជា symbol ដែលយើងអាចហៅថាវាគឺជានិមិត្តសញ្ញាតំណាងនៃ OrCAD ដោយយើងមាន input AB ហើយនិង F ស្មើ A បូក B ដោយចំពោះសញ្ញាបូកគឺគេតំណាងឲ្យ OrCAD ដែលយើងអាចអានថា A or B ចំណែកឯខាងក្រោមនេះវិញគឺជាតារាងភាពពិតនៃ OrCAD បើសិនបើ1និង1 output វាគឺចេញ1បើ1និង0 output វាគឺចេញ1បើ0 1 output វាគឺចេញ1ឯបើ0និង0គឺ output វាគឺចេញ0ហើយនេះគឺជា simulation ដែលយើងបានធ្វើការ simulation រួចនៅក្នុង Protosដែលយើងយកលំនាំទៅតាម circuit diagram របស់យើងហើយចំណែកឯនេះគឺជារូបភាពលំនាំដែលយើងបានធ្វើនៅក្នុង Tinkercad ក៏បានយកលំនាំទៅតាម circuit diagram របស់យើងផងដែរហើយនៅក្នុង Tinkercad បានបង្ហាញអំពីឧបករណ៍ដែលយើងត្រូវប្រើប្រាស់ផ្ទាល់ដូចជាថ្ម 9V កុងតាក់ diode transistor ជាមួយនឹង resistance ក៏ដូចជា LED មួយគ្រាប់ដែលយើងទុកប្រយោជន៍ output ឥឡូវនេះគឺយើងចូលមកដល់ការធ្វើ OrCAD នៅក្នុង Protos ដោយការធ្វើ OrCAD នៅក្នុង Protos នេះដែរក៏យើងបានយកលំនាំទៅតាម circuit diagram របស់យើងដែលតាក់ទងជាមួយនឹង OrCAD ដើម្បីបង្ហាញបានគឺយើងធ្វើការ simulation វាមើលបើសិនបើយើងឲ្យមួយគឺភ្លឺបើសិនជាយើងបើកតែមួយក៏ភ្លឺហើយបើសិនជាយើងបើកទាំងពីរក៏ភ្លឺដែរនេះគឺវាសពទៅតាមតារាងនៃភាពពិតនៃ OrCAD របស់យើងបន្តមកគឺយើងចូលមកដល់ក្នុង Tinkercad ដោយក្នុង Tinkercad នេះគឺមានឧបករណ៍ដែលយើងបានបង្ហាញស្រាប់គឺយើងតដោយជ្រើសរើសឧបករណ៍ផ្ទាល់ដោយមានជាមួយនឹងថ្ម 9V ជាមួយនឹងកុងតាក់ជាមួយនឹង diode ជាមួយនឹង transistor NPN ជាមួយនឹង resistance ខ្សែចម្លងដែលយើងភ្ជាប់ជាមួយនឹង LED ដើម្បីប្រយុទ្ធ output របស់វាដើម្បីបង្ហាញថាត្រឹមត្រូវបើសិនបើយើងបើកកុងតាក់មួយក៏នៅតែភ្លឺយើងបើកកុងតាក់មួយបិទមួយនៅតែភ្លឺទៀតបើសិនបើយើងបើកកុងតាក់ទាំងពីរក៏វានៅតែភ្លឺដែរតែបើសិនបើយើងបើកកុងតាក់សំតបើសិនបើយើងបិទកុងតាក់ទាំងពីរគឺវានឹងរលត់វានឹងមិនភ្លឺឥឡូវនេះយើងចូលមកដល់ការអនុវត្ត OrCAD ផ្ទាល់នៅលើ breadboard នៃការអនុវត្ត OrCAD ផ្ទាល់នៅលើ breadboard គឺយើងយកលំនាំទៅតាម circuit diagram នៃ OrCAD ហើយនេះគឺជារូបភាពដែលយើងបានធ្វើ simulation រួចរាល់នៅក្នុង Protos ហើយនេះគឺជារូបភាពដែលយើងបានធ្វើ simulation រួចរាល់នៅក្នុង Tinkercad
ហើយចំពោះឧបករណ៍នៃការប្រើប្រាស់ដើម្បីយកមកត organ នេះដែរគឺមានដូចជាថ្មដែលមានតង់ខ្យង9 វ៉ុលហើយនេះគឺជា diode ហើយនេះគឺជាកង់តាក់ហើយនេះគឺជា transistor NPN ហើយនេះគឺជាខ្សែភ្ជាប់ហើយនេះគឺជា resistor ហើយនេះក៏យើងត្រូវការប្រើប្រាស់ LED មួយគ្រាប់ផងដែរដើម្បីបង្ហាញអំពី output របស់វាដើម្បីបញ្ជាក់បានថាការតនៅលើ breadboard របស់យើងត្រឹមត្រូវគឺយើងត្រូវមើលទៅលើតំណាងនៃភាពពិតដោយក្នុងនេះយើងប្រើកង់តាក់អញ្ចឹងយើងអាចនិយាយបានថាបើសិនជាកង់តាក់បើកទាំងពីរគឺ LED របស់យើងគឺនឹងភ្លឺយើងអាចធ្វើតេស្តផ្ទាល់បានដោយនេះជាការភ្ជាប់ហើយយើងធ្វើការបើកកង់តាក់វាមកនេះដែលយើងបានឃើញថាបើសិនជាយើងបើកកង់តាក់ទាំងពីរនឹងភ្លឺហើយបើសិនជាយើងបើកតាកង់តាក់ A ហើយកង់តាក់ B បិទក៏វានៅតែភ្លឺហើយបើសិនជាយើងបើកតាកង់តាក់ B ហើយកង់តាក់ A បិទក៏វានៅតែភ្លឺដែរតែបើសិនបើយើងបិទកង់តាក់ទាំងពីរគឺវានឹងមិនភ្លឺនោះទេដូច្នេះយើងអាចសរុបបានថាការត organ នៅ breadboard របស់យើងគឺទទួលបានជោគជ័យជាចុងក្រោយនឹងខ្ញុំសូមអរគុណ